សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការលុប account TikTok ដើម្បីយើងធ្វើការលុបបានយើងចូលជាមួយនឹង account TikTok ហើយយើងធ្វើការចុចកន្លែង profile របស់យើងមកបាទហើយបន្ទាប់មកយើងចុចកន្លែងសញ្ញាគូស3ខាងលើរួចហើយបងប្អូននឹងឃើញពាក្យថា setting and privacy បាទយើងគ្រាន់តែធ្វើការចុចទៅលើនឹងមកហើយបន្ទាប់មកទៀតបងប្អូនកន្លែងនេះគឺយើងត្រូវធ្វើការស្វែងរកពាក្យ account ណាបាទចឹងខ្ញុំសូម scroll មកក្រោមបន្តិចសិនដើម្បីស្វែងរកពាក្យថា account បាទអូខេអញ្ចឹងយើង scroll ទៅលើវិញអូខេនេះបងប្អូនណាយើងចុចទៅលើពាក្យ account ហ្នឹងមកចឹងបន្ទាប់ពីយើងធ្វើការចុចពាក្យ account រួចរាល់ហើយបងប្អូននឹងឃើញទម្រង់បែបនេះហើយបងប្អូនចុចខាងក្រោមគេ import ដែលគេដាក់ថា deactivate or delete account បាទអញ្ចឹងយើងធ្វើការ select ទៅលើហ្នឹងមកហើយបន្ទាប់មកទៀតបងប្អូននឹងឃើញបែបនេះហើយខាងលើហ្នឹងគឺគេដាក់ថា deactivate កន្លែងហ្នឹងនៅពេលដែល account ដែលយើងត្រូវបានលុបហើយយើងអាចទាញយកមកវិញបានណាបាទត្រង់ចំណុចខាងលើហ្នឹងហើយខាងក្រោមគឺជាកន្លែងដែលយើងធ្វើការលុបជាមួយនឹង account TikTok បាទអញ្ចឹងយើង select ខាងក្រោមហ្នឹងមកបន្ទាប់មកបាទបងប្អូនគេនឹងសួរយើងអីមូលហេតុអីដែលយើងចង់ធ្វើការលុបជាមួយនឹង account TikTok ហ្នឹងណាអញ្ចឹងត្រង់ចំណុចទាំងអស់ហ្នឹងគឺបងប្អូន select មួយណាក៏បានដែរបាទអាស្រ័យទៅលើបងប្អូនទេបាទចឹងនៅពេលបងប្អូន select រួចរាល់ហើយយើងគ្រាន់តែធ្វើការចុចពាក្យថា continue មកបាទអញ្ចឹងបន្ទាប់មកទៀតបាទវានឹងតម្រូវឲ្យយើងធ្វើការ download ជាមួយនឹងព័ត៌មានរបស់យើងបើសិនជាបងប្អូនចង់បានយើងចុចពាក្យថា request download បើអត់ទេយើង select ខាងក្រោមមកហើយយើងចុចពាក្យថា continue បាទអញ្ចឹងបន្ទាប់ពីយើងធ្វើការចុចពាក្យ continue រួចរាល់ហើយបាទអញ្ចឹងបងប្អូនចុចពាក្យ continue ម្ដងទៀតមកដើម្បីយើងធ្វើការលុប account ណាហើយត្រង់ចំណុចនេះគឺវាបញ្ជាក់យើងសិនបាទមុននឹងយើងលុបគឺរយៈពេល30ថ្ងៃអញ្ចឹងយើងអាចយកមកវិញបានបើលើសពី30ថ្ងៃយកវិញអត់បានទេបងប្អូនណាបន្ទាប់មកយើងចុច continue ជាការស្រេចបាទអរគុណ